តើអ្នកធ្លាប់ទេដែលនិយាយពាក្យមួយឃ្លាចេញទៅទាំងអារម្មណ៍កំពុងឆេះឆួលហើយមកអង្គុយស្ដាយក្រោយរឹបខែរឹបឆ្នាំតើអ្នកធ្លាប់ទេដែលសម្រេចចិត្តធ្វើរឿងមួយទាំងតក់ក្រហល់ព្រោះតែសេចក្តីខឹងភាពភ័យខ្លាចឬភាពសោកសៅហើយលទ្ធផលដែលអ្នកទទួលបានគឺការបំផ្លាញនៅអ្វីដែលអ្នកខំសាងមកជាយូរសួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូអត្ថបទសម្លេងថ្ងៃនេះពាក្យចាស់លោកពោលថាចេះគ្រប់គ្រងអារម្មណ៍គឺឈ្នះពាក្យកណ្ដាលជីវិតតើឃ្លានេះមានអត្ថន័យជ្រាលជ្រៅយ៉ាងណាថ្ងៃនេះយើងនឹងធ្វើដំណើរចូលទៅកាន់ពិភពខាងក្នុងរបស់យើងទាំងអស់គ្នាដើម្បីយល់ច្បាស់ពីអាថ៌កំបាំងនៃភាពស្ងប់ស្ងាត់និងរបៀបយកឈ្នះសត្រូវដ៏ធំបំផុតក្នុងជីវិតដែលសត្រូវនោះគឺខ្លួនយើងផ្ទាល់តើអារម្មណ៍គឺជាអ្វីហេតុអ្វីវាមានអត្តពលម្ល៉េះជីវិតរបស់មនុស្សយើងម្នាក់ៗប្រៀបបានទៅនឹងកោតទូកមួយដែលកំពុងធ្វើដំណើរលើមហាសាគរដ៏ធំល្វឹងល្វើយមហាសាគរនោះគឺជារឿងរ៉ាវដែលកើតឡើងជុំវិញខ្លួនរបស់យើងចំណែកឯអារម្មណ៍គឺជារលកសមុទ្រនិងខ្យល់ព្យុះពេលខ្លះសមុទ្រស្ងប់ស្ងាត់យើងមានអារម្មណ៍រីករាយនិងស្រស់ថ្លាប៉ុន្តែពេលខ្លះព្យុះភ្លៀងក៏បក់បក់មកដោយមិនមានការប្រមានមុនមានមនុស្សជាច្រើនបណ្ដោយឲ្យកូនទូករបស់ខ្លួនលិចលង់កណ្ដាលសមុទ្រមិនមែនដោយសាររលកធំពេកនោះទេប៉ុន្តែដោយសារអ្នកកាន់ចង្កូតទូកបាត់បង់ម្ចាស់ការផិតភ័យនិងបណ្ដោយឲ្យស្ថានភាពនោះគ្រប់គ្រងខ្លួនបានអារម្មណ៍មិនមែនជារឿងអាក្រក់នោះទេការចេះខឹងចេះសប្បាយចេះកើតទុក្ខគឺជារឿងធម្មជាតិរបស់មនុស្សប៉ុន្តែអ្វីដែលកំណត់ថាជីវិតរបស់យើងជោគជ័យឬបរាជ័យមានសេចក្តីសុខឬរងទុក្ខគឺសន្ធិដ្ឋនៅលើថាតើយើងជាអ្នកគ្រប់គ្រងអារម្មណ៍ឬក៏បណ្ដោយឲ្យអារម្មណ៍គ្រប់គ្រងយើងវិញខ្ញុំនឹងនិទានរឿងក្មេងប្រុសនិងរបងឈើនិយាយពីរឿងអារម្មណ៍នេះខ្ញុំចង់លើកយករឿងនិទានដ៏មានអត្ថន័យមួយមកចែករំលែកដល់អ្នកស្ដាប់ទាំងអស់គ្នាកាលពីព្រេងនាយមានក្មេងប្រុសម្នាក់ដែលមានទម្លាប់អាក្រក់មួយគឺគេឆាប់ខឹងនិងចូលចិត្តប្រើពាក្យអាក្រក់ទៅកាន់អ្នកដទៃនៅពេលដែលគេខឹងម្ដងឃើញបែបនេះឪពុករបស់គេក៏ហៅគេមករួចហុចថង់ដៃគោលមួយថង់និងញញូមួយព្រមទាំងប្រាប់ថាកូនសម្លាញ់ចាប់ពីថ្ងៃនេះតទៅរើពេលដែលកូនខឹងហើយទប់អារម្មណ៍មិនបានកូនត្រូវយកញញូនេះទៅបោះក្បាលដៃគោលមួយគ្រាប់ភ្ជាប់ទៅនឹងរបងឈើនៅក្រៅផ្ទះរបស់យើងក្មេងប្រុសយល់ព្រមនៅថ្ងៃមួយដោយសារតែទប់កំហឹងមិនបានគេបានបោះដៃគោលរហូតទៅដល់37គ្រាប់ភ្ជាប់ទៅនឹងរបងប៉ុន្តែប៉ុន្មានសប្តាហ៍ក្រោយមកក្មេងប្រុសចាប់ផ្ដើមរៀនគ្រប់គ្រងអារម្មណ៍របស់ខ្លួនគេយល់ឃើញថាការទប់អារម្មណ៍មិនឲ្យខឹងវាស្រួលជាងការដើរទៅបោះក្បាលដៃគោលលើរបងឈើនោះចំនួនដៃគោលដែលបានបោះប្រចាំថ្ងៃក៏ត្រូវតែចេះតែថយបន្តិចម្ដងរហូតដល់ថ្ងៃមួយក្មេងប្រុសមិនបានខឹងនរណាម្នាក់ទើបតែសោះពេញមួយថ្ងៃគេរត់ទៅប្រាប់ឪពុកដោយសេចក្តីរំភើបលោកឪពុកក៏ញញឹមរួចនិយាយបន្តល្អណាស់កូនឥឡូវនេះប្រសិនបើថ្ងៃណាមួយដែលកូនមិនខឹងសោះពេញមួយថ្ងៃកូនអាចដកដៃគោលចេញពីរបងនោះវិញបានម្ដងមួយពេលវេលាកន្លងផុតទៅរាប់ខែក្រោយមកទីបំផុតក្មេងប្រុសបានរត់មកប្រាប់ឪពុកម្ដងទៀតថាគេបានដកដៃគោលចេញពីរបងអស់គ្មានសល់សូម្បីតែមួយដើមឪពុកក៏ដឹកដៃកូនប្រុសដើរទៅមើលរបងឈើនោះរួចពោលពាក្យដ៏មានអត្ថន័យមួយឃ្លាថាកូនធ្វើបានល្អណាស់ដែលអាចគ្រប់គ្រងកំហឹងខ្លួនឯងបានប៉ុន្តែកូនសាកមើលប្រហោងដែលនៅលើរបងឈើនោះមើលរបងនោះវាមិនអាចវិលត្រឡប់ទៅស្អាតដូចដើមវិញបានទេកូននឹងទេពេលដែលកូននិយាយពាក្យអាក្រក់ទៅកាន់នរណាម្នាក់នៅពេលដែលកូនខឹងវាប្រៀបបានទៅនឹងការបន្សល់ទុកនៅស្នាក់ស្នាមប្រហោងដូចជារបងឈើនេះអញ្ចឹងទោះបីជាកូននិយាយពាក្យសុំទោសរឹបប៉ុណ្ដងក៏ដោយ
ក៏ស្នាមរបួសនៅក្នុងចិត្តរបស់គេនៅតែមានជារៀងរហូតតម្លៃនៃការបាត់បង់ការគ្រប់គ្រងអារម្មណ៍រឿងនិទានដ៏ខ្លីមួយនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជីវិតពិតរបស់យើងសាកស្រមៃមើលទំនាក់ទំនងស្នេហានិងគ្រួសារប៉ុន្មានហើយដែលត្រូវបែកបាក់ត្រឹមតែពាក្យមួយប្រាវនៃការទប់កំហឹងមិនបានឱកាសការងារនិងជំនួយប៉ុន្មានហើយដែលត្រូវរបូតពីដៃដោយសារតែការសម្រេចចិត្តទៀងអារម្មណ៍មិននឹងណូកំហឹងប្រៀបបានទៅនឹងការកាន់ដុំភ្លើងដ៏ក្តៅគគុកនៅក្នុងដៃដោយមានបំណងចង់គប់ទៅកាន់អ្នកដទៃប៉ុន្តែអ្នកដែលរលាកមុនគេអ្នកដែលឈឺចាប់មុនគេគឺខ្លួនអ្នកផ្ទាល់នៅពេលដែលយើងប្រតិកម្មដោយប្រើអារម្មណ៍ជាធំយើងកំពុងតែប្រគល់ទេលេខបញ្ជានៃជីវិតរបស់យើងឲ្យទៅអ្នកដទៃឬឲ្យស្ថានភាពនៅខាងក្រៅយើងទុកឲ្យពាក្យសម្ដីរបស់គេមួយម៉ាត់មកបំផ្លាញសេចក្តីសុខរបស់យើងពេញមួយថ្ងៃយើងទុកឲ្យកំហុសបន្តិចបន្ទូចរបស់អ្នកដទៃមកដុករោលសេចក្តីសុខផ្លូវចិត្តរបស់យើងពេញមួយថ្ងៃបើយើងរស់នៅបន្តបែបនេះតើយើងនឹងមានសេចក្តីសុខពិតប្រាកដបានដោយរបៀបណាសិល្បៈនៃការគ្រប់គ្រងអារម្មណ៍តើយើងត្រូវគ្រប់គ្រងអារម្មណ៍យ៉ាងដូចម្តេចទៅការយកឈ្នះអារម្មណ៍ខ្លួនឯងគឺជោគជ័យដ៏ធំបំផុតដោយដែលពាក្យមួយឃ្លាបានលើកឡើងថាចេះគ្រប់គ្រងអារម្មណ៍គឺឈ្នះពាក្យកណ្ដាលនៃជីវិតពាក្យកណ្ដាលទៀតគឺជាសមត្ថភាពនិងការខិតខំប្រឹងប្រែងរបស់យើងដូច្នេះតើយើងអាចហ្វឹកហាត់ខ្លួនឯងឲ្យក្លាយទៅជាម្ចាស់នៃអារម្មណ៍ដោយរបៀបណាខាងក្រោមនេះគឺជាជំហានសាមញ្ញប៉ុន្តែមានអានុភាពខ្លាំងក្លាបំផុតដែលអាចឲ្យអ្នកចាប់ដើមអនុវត្តបានទី1ក្បួននៅពេលដែលមានរឿងអ្វីមួយមករំអុកចិត្តអ្នកសូមកុំទិនឆ្លើយតបកុំទិននិយាយអ្វីទាំងអស់កុំទិនវាយបកដកដង្ហើមចូលឲ្យជ្រៅហើយរាប់1 2 3នៅក្នុងចិត្តពេលវេលា3វិនាទីនេះគឺជាស្ពានចម្លងអ្នកពីការប្រតិកម្មដោយសភាវគតិទៅកាន់ការឆ្លើយតបដោយបញ្ញាទី2ធ្វើជាអ្នកសង្កេតការណ៍នៅពេលដែលអ្នកមានអារម្មណ៍អវិជ្ជមានកាត់ឡើងកុំព្យាយាមសង្កត់សង្កិនវាហើយក៏កុំលង់ទៅតាមវាឲ្យសោះគ្រាន់តែសង្កេតមើលវាបានហើយរួចប្រាប់ខ្លួនឯងថាអូឥឡូវនេះខ្ញុំកំពុងមានអារម្មណ៍ខឹងហើយឥឡូវនេះខ្ញុំកំពុងតែតូចចិត្តហើយការដែលយើងអាចហៅឈ្មោះអារម្មណ៍នោះបានមានន័យថាយើងបានបំបែកខ្លួនយើងចេញពីអារម្មណ៍នោះហើយអ្នកគឺជាអ្នកសង្កេតអ្នកមិនមែនជាកំហឹងនោះទេទី3សួរខ្លួនឯងនៅសំណួរដ៏មានតម្លៃមួយមុននឹងសម្រេចចិត្តបន្តឆ្លោះឬបញ្ចេញកំហឹងសូមសួរខ្លួនឯងថាតើរឿងនេះវានឹងកើតឡើងជារឿងសំខាន់ឬក៏អត់សម្រាប់រយៈពេល5ឆ្នាំតទៅទៀតជឿខ្ញុំចុះរឿងដែលធ្វើឲ្យអ្នកខឹងឡើងញើសខ្លួននៅថ្ងៃនេះ5ឆ្នាំក្រោយវាគ្រាន់តែជារឿងកំ pl មួយឬជារឿងដែលអ្នកផ្សេងភ្លេចបាត់ទៅហើយឬយើងជាអ្នកភ្លេចក៏ថាបានដូច្នេះហេតុអ្វីត្រូវយកពេលវេលាដ៏មានតម្លៃនាពេលនេះមកដុតបំផ្លាញចោលទី4រៀនបណ្ដោយ let it go អ្នកមិនអាចគ្រប់គ្រងអារម្មណ៍របស់អ្នកដទៃបានទេអ្នកមិនអាចគ្រប់គ្រងចរាចរណ៍មិនអាចគ្រប់គ្រងអាកាសធាតុបានទេប៉ុន្តែអ្នកមានអំណាចពេញលេញ 100% ក្នុងការគ្រប់គ្រងថាតើអ្នកគួរឆ្លើយតបនឹងរឿងទាំងនោះដោយរបៀបណាការរៀនលេងដៃពីរឿងដែលយើងមិនអាចគ្រប់គ្រងបានគឺជាការរំដោះខ្លួនយើងឲ្យមានសេរីភាពផ្លែផ្កានៃភាពស្ងប់ស្ងាត់របស់យើងបងប្អូនជាទីស្រឡាញ់ការគ្រប់គ្រងអារម្មណ៍មិនមែនជារឿងដែលងាយស្រួលធ្វើនោះទេវាតម្រូវឲ្យមានការហ្វឹកហាត់ជារៀងរាល់ថ្ងៃវាដូចជាការដាំដើមឈើអញ្ចឹងថ្ងៃដំបូងអ្នកប្រហែលជានៅតែភ្លឺតមើលថ្ងៃទី2អ្នកអាចនឹងនៅតែខឹងប៉ុន្តែឲ្យតែអ្នកមិនបោះបង់ការប្រឹងប្រែងយូរទៅដើមឈើនៃភាពស្ងប់ស្ងាត់នឹងចាក់ឫសចាក់គល់យ៉ាងជ្រៅនៅក្នុងចិត្តរបស់អ្នកនៅពេលដែលអ្នកអាចគ្រប់គ្រងអារម្មណ៍បានអ្នកនឹងឃើញថាពិភពលោកនេះប្រែប្រួលមនុស្សដែលធ្លាប់ធ្វើឲ្យអ្នកខឹងមិនអាចប៉ះពាល់ផ្លូវចិត្តអ្នកបានតទៅទៀតទេបញ្ហាដែលធ្លាប់តែធំដូចភ្នំក្លាយទៅជាបញ្ហាដែលទូចតាចដែលអ្នកអាចដោះស្រាយបានដោយស្នាមញញឹមទំនាក់ទំនងរបស់អ្នកជាមួយមនុស្សជុំវិញខ្លួន
នឹងកាន់តែប្រសើរហើយអ្វីដែលសំខាន់បំផុតនោះគឺអ្នកនឹងរកឃើញសន្តិភាពផ្លូវចិត្តដែលគ្មាននរណាម្នាក់អាចលួចពីអ្នកបាននោះទេចូលចងចាំជានិច្ចថាភាពខ្លាំងពិតរបស់មនុស្សម្នាក់មិនមែនជាការយកឈ្នះអ្នកដទៃនោះទេតែគឺជាអ្វីដែលយើងយកឈ្នះខ្លួនឯងចេះគ្រប់គ្រងអារម្មណ៍គឺឈ្នះពាក្យកណ្ដាលជីវិតសូមឲ្យពាក្យកណ្ដាលជីវិតដែលអ្នកបានឈ្នះនេះគឺជាគ្រឹះដ៏រឹងមាំដើម្បីឈានទៅរកភាពជោគជ័យនិងសេចក្តីសុខពេញបរិបូរណ៍ក្នុងជីវិតរបស់អ្នកសូមកុំទុកឲ្យដែលគោលនៃកំហឹងមកបន្សល់ស្នាក់ស្នាមប្រហោងក្នុងជីវិតរបស់អ្នកនិងអ្នកដែលជាទីស្រឡាញ់ឲ្យសោះអរគុណសម្រាប់ការចំណាយពេលដ៏មានតម្លៃរបស់អ្នកក្នុងការស្ដាប់អត្ថបទសម្លេងមួយនេះរហូតដល់ចប់ប្រសិនបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបាននៅវីដេអូលើកទឹកចិត្តនិងការអភិវឌ្ឍខ្លួនជាច្រើនទៀតតើអ្នកមានវិធីសាស្ត្រអ្វីខ្លះក្នុងការគ្រប់គ្រងកំហឹងសូមចែករំលែកនៅក្នុងប្រអប់ comment ខាងក្រោមនេះដើម្បីយើងបានរៀនសូត្រទាំងអស់គ្នាសូមជូនពរអ្នកមានថ្ងៃដ៏ស្រស់បំព្រងនិងមានចិត្តស្ងប់ដូចជាទឹកជួបគ្នានៅវីដេអូក្រោយសូមអរគុណនិងជម្រាបលា